រុស្ស៊ីច្រានចោលពាក្យចចាមអារ៉ាមថាអតីតប្រធានាធិបតីសេរីលោកបាសាអាសាតត្រូវបានគេបំពុលនៅមូស្គូរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺជីឡារូវបានច្រានចោលពាក្យចចាមអារ៉ាមដែលថាអតីតជនជាតិសេរីលោកបាសាអាសាតត្រូវបានបំពុលដោយលោកសឺជីឡារូវបាននិយាយថាលោកអាសាតនិងក្រុមគ្រួសារមានសុវត្ថិភាពនៅក្នុងទីក្រុងមូស្គូហើយបានរស់នៅទីនោះដោយគ្មានបញ្ហាអ្វីទាំងអស់ចាប់តាំងពីបានទទួលសិទ្ធិជ្រកកោនយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី13ខែតុលាឆ្នាំ2025បានឲ្យដឹងថាកាលពីដើមខែនេះក្រុមឃ្លាំមើលសិទ្ធិមនុស្សសេរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានដកស្រង់ប្រភពអនាមិកមួយដោយអះអាងថាលោកអាសាតអតីតប្រធានាធិបតីសេរីបានចាក់ចេញពីមន្ទីរពេទ្យក្នុងតំបន់មូស្គូបន្ទាប់ពីមានការប៉ុនប៉ងបំពុលលោកកាលពីខែកញ្ញាពាក្យចចាមអារ៉ាមនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនិងរុស្ស៊ីរុស្ស៊ីបាននិយាយថាក្រុមឃ្លាំមើលសិទ្ធិមនុស្សសេរីមានបុគ្គលតែម្នាក់រ៉ាមីអាប់ឌុលរ៉ាមែនដែលបើកអង្គការពីផ្ទះរបស់គាត់នៅទីក្រុង Coventry ចក្រភពអង់គ្លេសមានហាងលក់សម្លៀកបំពាក់ផងដែររបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សសេរីស្ដីពីសង្គ្រាមនៅក្នុងប្រទេសសេរីត្រូវបានដកស្រង់សម្ដីដោយរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចទោះបីជាខ្លួនបានប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់អំពីការលំអៀងប្រឆាំងនឹងលោកអាសាតនិងការអាណិតអាសូរចំពោះក្រុមប្រឆាំងប្រដាប់អាវុធក៏ដោយលោកឡារូវបានសង្កត់ធ្ងន់ថាលោកអាសាតគ្មានបញ្ហាក្នុងការរស់នៅក្នុងរដ្ឋធានីរបស់យើងទេហើយក៏គ្មានការបំពុលណាមួយបានកើតឡើងនោះដែរគាត់បាននិយាយថាប្រសិនបើពាក្យចចាមអារ៉ាមបែបនេះលេចឡើងគាត់នឹងទុកវាឲ្យមនសិការរបស់អ្នកដែលបានផ្សព្វផ្សាយអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille